ប្រជុំរឿងព្រេងខ្មែរសូមជូនរឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាកាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នាថ្ងៃមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វបបួលគ្នាហើយដល់ថ្ងៃរសៀលគងភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់អ្នកមួយថាខ្ញុំនឹងដាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សត្វចំណាំតែមកស៊ីផ្លែឈើនេះអ្នកមួយឆ្លើយថាខ្ញុំក៏ចង់ដាក់នៅកន្លែងនឹងដែរប៉ុន្តែឥឡូវនេះបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចចាំមើលព្រឹកឡើងរបស់អ្នកណាចប់សឹមដឹងនិយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើម្នាក់ឡើងដាក់នៅចុងឈើស្រេចហើយវិលត្រឡប់មកផ្ទះវិញលាគ្នាទៅផ្ទះដោយខ្លួនឯអ្នកដាក់អន្ទាក់នៅចុងឈើនោះលុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថាតាំងពីដូនតាមកមិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើឲ្យជាប់សត្វជើង4ដែលដើរនៅដីទេឥឡូវនេះអញដាក់អន្ទាក់នៅលើចុងឈើតើធ្វើម៉េចនឹងបានសត្វដូចនេះត្រូវអញរលឹកពីពេលមន់រងាវទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញដោះសត្វទៅជូនលោកសុភាសេកបើវាមិនសុខចិត្តដូចម្ដេចមុខជាកើតក្តីគង់តែដល់សុភាសេកមិនខានសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញជាប្រកបប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មន់រងាវរលឹកពីដេកលុបមុខស៊ីស្លាហើយចេញពីផ្ទះដើរទៅដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្តាន់មួយក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញលុះព្រឹកប្រហៀមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយឆ្លើយកុំរលះរលាំងអ្វីអន្ទាក់ខ្ញុំមិនសង្ឃឹមទេត្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយត្បិតដឹងការមុនអ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅលុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅដីឃើញជាប់តែនៅចុងឈើវិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថាណមើលចុះមិនជឿខ្ញុំថាកុំឲ្យដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវមើលរបស់អ្នកណាជាប់ហើយឡើងទៅដោះយកចុះមកនាំគ្នាវិលមកផ្ទះវិញក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ
ឯចៅដែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅចុងឈើអ្នកមួយនោះដាក់នៅគល់ឈើខ្ញុំនេះជាមនុស្សវាក្តីនេះគង់តែមកដល់លោកដូចនេះតាមតែលោកមេត្តារោគសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចោះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខសុភាសេកបានសัตว์ក្តាន់ហើយឆ្លើយថាឯងទៅរកស្លាមលូមកឲ្យឆាប់ឲ្យតន់ព្រឹកនេះបើវាមកប្តឹងអញបង្កប់វាអីចឹងដែរបើវាមកមិនតន់អញនឹងកាត់សេចក្តីឲ្យវាចាញ់បានងាយឯងប្រញាប់ទៅចោះឯអ្នកដាក់អន្ទាក់នៅគល់ឈើលុះវិលមកផ្ទះហើយដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកសុភាសេកក៏បង្គាប់សេចក្តីដូចបង្គាប់ចៅមុនលុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាដើររកទិញអីវ៉ាន់ពុំបានពុំតន់ភ័យក្រែងខ្លួនចាញ់គេហើយគេចាប់ទោសផងក៏រត់ពីភូមិមួយទៅមួយបានជួបនឹងសុភាទុនសាយសុភាទុនសាយសួរថាមានដំណើរអីបានជារត់ដូចនេះឈប់សិនចៅនោះឆ្លើយថាលោកអើយអាណិតដោះទុកខ្ញុំផងត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើគេដាក់នៅចុងឈើព្រឹកឡើងទៅពុំឃើញអន្ទាក់នៅដីជាប់សัตว์ឃើញអន្ទាក់នៅចុងឈើជាប់ក្តានមួយខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកសុភាសេកគេថាអ្នកណាដើរទៅរកអីវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូចនេះតាមតែលោកអាណិតខ្ញុំផងសុភាទុនសាយឆ្លើយថាណាហើយកុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅចៅនោះក៏អលុះថ្ងៃរសៀលសុភាទុនសាយនាំទៅដល់ផ្ទះសុភាសេកសុភាសេកស្រែកសួរមកថាដូចម្ដេចក៏យូរម្លេះសេចក្តីចាញ់គេហើយសុភាទុនសាយឆ្លើយថាយើងខ្ញុំបានជាយូរនេះពីព្រោះអាល័យតែចាំមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិលសុភាសេកថាពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេសុភាទុនសាយឆ្លើយថាពីជីដូនជីតាពីម៉ែឪបង្កើតមកនរណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជាប់សัตว์ទៅជាប់អន្ទាក់នៅចុងឈើវិញហើយសัตว์ជើង4ផងដែលឮទេអស់អ្នកស្រុកខណៈនោះសុភាសេកស្ងៀមពុំហ៊ានស្ដីតបឡើយសុភាទុនសាយក៏កាត់សេចក្តីឲ្យចៅដែលជាប់អន្ទាក់នៅដីឈ្នះ
ឯសុភាសេកដែលអង្គុយធ្វើសុភានោះក៏ខ្មាស់គេដោយសារខ្លួនល្មមជំនុនសាច់ក្តាន់ក៏ស្ងៀមបែរមុខផ្ទប់ទៅនឹងជញ្ជាំងដោយឆ្មាលបកណ្ដុររឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាជាប់ដោយបរិបូរណ៍ល្មមឥតខ្មាស់វិន័យច្បាប់